របៀបផ្លាស់ប្ដូររូបិយប័ណ្ណពីរៀលទៅដុល្លារឬពីដុល្លារទៅរៀលនឹងកំណត់ exchange rate នៅក្នុង system របស់ MyLekha នៅពេលដែលបងប្អូនបង្កើត system ដំបូងមិនថាតែនៅក្នុងកម្មវិធី dashboard ឬក៏ POS ទេគឺវាកំណត់អូតូជាប្រាក់រៀលអញ្ចឹងយើងចង់ដូរពីរៀលទៅដុល្លារគឺយើងត្រូវតែចូលទៅកំណត់នៅក្នុងកម្មវិធី MyLekha dashboard ចូលមកកាន់ dashboard ស្វែងរកពាក្យការកំណត់រូបិយវត្ថុត្រង់កន្លែងនេះគឺមាន2រូបិយប័ណ្ណកន្លែងផ្ទាំងពណ៌ខៀវលើ icon រៀលនេះមានន័យថាយើងកំពុងតែប្រើប្រាស់រូបិយប័ណ្ណជារៀលតែបើយើងចង់ដូរទៅដុល្លារវិញយើងចុចលើ icon ដុល្លារមកចុចលើពាក្យ set primary ហើយ update បន្ទាប់មកយើងត្រូវចូលទៅកំណត់ exchange rate ឬក៏អត្រាប្តូរប្រាក់ពីដុល្លារទៅខ្មែរដើម្បីងាយស្រួលពេលយើងធ្វើប្រតិបត្តិការលក់យើងលក់ជាលុយដុល្លារប៉ុន្តែយើងក៏អាចគណនាជាលុយរៀលនៅលើវិក័យប័ណ្ណបានដូចគ្នានៅពេលដែលភ្ញៀវបង់អញ្ចឹងយើងកំណត់មកខ្ញុំដាក់1ដុល្លារស្មើ 4000 រៀលកន្លែងនេះបងប្អូនដាក់តាមអត្រាប្តូរប្រាក់ជាក់ស្ដែងក៏បានដែរតែខ្ញុំសូមដាក់តែ 4000 រៀលគត់ទេរួចហើយយើងអាប់ដេតជំហានបន្ទាប់គឺយើងចូលទៅបើកមុខងារ secondary currency ធម្មតានៅពេលដែលយើងអត់ទាន់បានបើកវាគឺវានឹងមិនចេញការទូទាត់ជារៀលនៅពេលដែលយើងលក់នៅលើផ្ទាំង POS ឡើយគឺវាចេញតែដុល្លារតែមួយបែបនេះអញ្ចឹងយើងត្រូវចូលទៅបើកវាសិនដើម្បីបង្កើតគឺយើងចូលមកកាន់ការកំណត់ដដែលហាងទំនិញ select លើហាងទំនិញនឹងមកហើយយើងយកកន្លែង icon edit នេះ select លើពាក្យប្រើប្រាស់រូបិយប័ណ្ណទី2ជ្រើសរើសយករៀលរួចហើយ update ជំហានបន្ទាប់នេះគឺយើងធ្វើការបិទ app ទាំងពីរនឹងសិនហើយយើងបើកមកវិញនៅលើកម្មវិធី dashboard គឺយើងបានបដូររូបិយប័ណ្ណពីរៀលទៅដុល្លាររួចហើយនៅលើ POS ក៏បានបដូររួចរាល់ហើយដូចគ្នាអញ្ចឹងការកំណត់ secondary currency ហ្នឹងគឺយើងកំណត់រួចហើយយើងអាច select តាមប្រភេទសាច់ប្រាក់ឧទាហរណ៍ថាភ្ញៀវបង់ជាដុល្លារក៏យើងអាច select ជាដុល្លារបានឬក៏ភ្ញៀវបង់ជារៀលក៏យើងអាច select ជារៀលបានអញ្ចឹងបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរពីដុល្លារទៅរៀលវិញយើងធ្វើតាមលំនាំដូចគ្នានឹងមករបៀបក្នុងការកំណត់ exchange rate និងផ្លាស់ប្ដូរ currency គឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បន្ថែមបងប្អូនអាចតាក់ទងមកយើងតាម Telegram ខាងក្រោមនេះ